វាមិនមែនជាវីតាមីនហើយក៏មិនមែនជាសារធាតុរ៉ែក៏ប៉ុន្តែវាគឺជាម៉ូលេគុលតូចៗដែលបង្កើត DNA ហើយវាថែមទាំងជួយដល់ប្រព័ន្ធភាពស៊ាំរបស់កូនម៉ាក់ប៉ាទាំងអស់គ្នាផងដែរដែលវាមានឈ្មោះថា nucleotide nucleotide គឺជាបណ្ដុំមូលដ្ឋាននៃអាស៊ីត nucleic ដែលវារួមមានដូចជា DNA និង RNA ដែលយើងអាចស្គាល់វាថាគឺជាសែននេះឯងនៅពេលដែលទទួលបាន nucleotide គ្រប់គ្រាន់វានឹងមានអត្ថប្រយោជន៍ជូនចំពោះទារកនិងកុមារដូចជាទី1ការអភិវឌ្ឍកាន់តែប្រសើរ nucleotide ជួយបង្កើតកោសិកាបានយ៉ាងឆាប់រហ័សដែលវាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ទារកទី2ការពារប្រព័ន្ធភាពស៊ាំដែល nucleotide នេះគឺវាជួយបង្កើននៃកោសិកាភាពស៊ាំដែលមានដូចជាកោសិកាឈាមសជាមួយនឹង antibody ដែលនេះមានន័យថានៅពេលដែលទារកឈឺគឺគាត់ឆាប់ជាហើយរាងកាយរបស់គាត់ហ្នឹងគឺប្រឆាំងនឹងមេរោគបានល្អខ្លាំងមែនទែនទី3ជួយទៅដល់ប្រព័ន្ធរំលាយអាហារដែល nucleotide នេះគឺជួយស្រូបយកនៅសារធាតុចិញ្ចឹមឲ្យបានកាន់តែប្រសើរហើយវាជួយទៅដល់ការការពារពោះវៀននិងធ្វើឲ្យពោះវៀនកាន់តែរឹងមាំជាពិសេសទៀតគឺវាកាត់បន្ថយនៅបញ្ហាជំងឺរាកថែមទៀតផងទី4ជំនួយទៅដល់ធម៌ពលនៅពេលដែលទារកឈឺឬក៏ពួកគាត់ stress គឺពួកគាត់នឹងប្រើប្រាស់នៅ nucleotide ដើម្បីបង្កើតនៃកោសិកាថ្មីជាច្រើនដូច្នេះការទទួលបាន nucleotide គ្រប់គ្រាន់ណាជួយឲ្យរាងកាយរបស់ពួកគាត់ឆាប់ជាសកម្មរួមទាំងធ្វើឲ្យពួកគាត់មានសុខភាពល្អថែមទៀតម៉ាក់ប៉ាទាំងអស់គ្នាមានដឹងអត់នៅពេលដែលកូនម៉ាក់ប៉ាទាំងអស់គ្នាត្រូវការ nucleotide ម៉ាក់ប៉ាទាំងអស់គ្នាតែផ្ដល់ឲ្យពួកគាត់នៅប្រភេទសាច់ដូចជាសាច់មាន់សាច់គោសាច់ជ្រូករួមទាំងសាច់ត្រីផងដែរហើយ nucleotide ហ្នឹងក៏វាមាននៅក្នុងគ្រឿងក្នុងដូចជាថ្លើមបេះដូងហើយវាក៏មាននៅក្នុងគ្រាប់ធញ្ញជាតិផងដែរសម្រាប់ទារកគឺគាត់នឹងទទួលបាន nucleotide ពីទឹកដោះម្ដាយក៏ប៉ុន្តែនៅក្នុងករណីណាមួយដែលម៉ាក់ទាំងអស់គ្នាមិនអាចបំបើកដោះឲ្យកូនបានទេម៉ាក់ទាំងអស់គ្នាក៏អាចជ្រើសរើសនៅទឹកដោះគោម្សៅបាឡាតាំងដែលទឹកដោះគោម្សៅបាឡាតាំងណាមាននៅ nucleotide លើសគេដែលវាជួយទៅដល់ប្រព័ន្ធភាពស៊ាំរបស់កូនម៉ាក់ប៉ាទាំងអស់គ្នាឲ្យកាន់តែរឹងមាំមិនងាយឆ្លងជំងឺនិងប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគផ្សេងទៀតផងដែរទឹកដោះគោម្សៅបាឡាតាំងគឺជាជម្រើសដែលល្អបំផុតសម្រាប់សុខភាពកូនម៉ាក់ប៉ាទាំងអស់គ្នា